ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Am Channel ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើទឹកដោះគោសូកូឡាស្អិតសម្រាប់បងប្អូនដែលមិនទាន់បាន Subscribe Channel សូមជួយ Subscribe ដើម្បីទទួលបានវីដេអូថ្មីតោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាចាជាដំបូងយើងត្រូវប្រើម្សៅសូកូឡាសុទ្ធចំនួន2ស្លាបព្រារង្វាល់ហើយនឹងម្សៅទឹកដោះគោចំនួន1ស្លាបព្រារង្វាល់បន្តមកទៀតបងប្អូនបន្ថែមជាមួយនឹងទឹកក្តៅ20 មីលីលីត្រចាខ្ញុំកូរជាមួយគ្រឿងផ្សំនេះឲ្យចូលគ្នាបន្តិចហើយបន្តមកទៀតបងប្អូនបន្ថែមជាមួយនឹងទឹកដោះគោខាប់ចំនួន50 មីលីលីត្រចាបន្ទាប់ពីបន្ថែមជាមួយទឹកដោះគោខាប់រួចហើយបងប្អូនត្រូវកូរគ្រឿងផ្សំទាំងអស់នេះឲ្យចូលគ្នាសព្វល្អក្លាយជាល្បាយតែមួយកន្លែងនេះបងប្អូនអាចចំណាយពេលកូររៀងធ្ងន់ដៃបន្តិចកូររហូតតតែវាខាប់ស្អិតល្អនេះបងប្អូនបន្ទាប់ពីយើងកូរហើយសូកូឡារបស់យើងគឺមានលក្ខណៈស្អិតបែបនៅពេលដែលយើងកូរបានស្អិតល្អហើយយើងយកសូកូឡារបស់យើងទៅទុកមួយឡែកសិនឥឡូវយើងមកចាប់ផ្ដើមធ្វើទឹកដោះគោវិញម្ដងសម្រាប់គ្រឿងផ្សំទឹកដោះគោគឺខ្ញុំប្រើម្សៅទឹកដោះគោស្រស់2ស្លាបព្រារង្វាល់ម្សៅទឹកដោះគោចំនួនរសជាតិ1ស្លាបព្រាបន្ទាប់មកទឹកក្តៅចំនួន100 មីលីលីត្របន្តមកទៀតយើងគ្រាន់តែកូរម្សៅទឹកដោះគោរបស់យើងឲ្យរលាយសព្វល្អកន្លែងនេះបងប្អូនអាចប្រើជាមួយទឹកដោះគោស្រស់សុទ្ធក៏បានគ្រាន់តែរសជាតិវាមានរសជាតិម្យ៉ាងម្នាក់ពីម្សៅទឹកដោះគោរួចរាល់ហើយយើងត្រៀមទឹកកកមួយកែវសម្រាប់កែវលេខ22រួចរាល់ក៏យើងចាក់ទឹកដោះគោរបស់យើងចូលហើយបន្តមកទៀតយើងយកល្បាយសូកូឡាដែលយើងកូររួចមកចាក់ topping ពីលើម៉ានុយទឹកដោះគោសូកូឡាស្អិតរបស់យើងបានរួចរាល់សូមអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូដល់ចប់បើសិនជាបងប្អូនចង់បានមុខម៉ានុយថ្មីអាច comment នៅខាងក្រោមវីដេអូបានសូមអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ